សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានតិចនិចទៅ5ដើម្បីជួយកាត់បន្ថយភាពធុញថប់ពេលដែលយើងកំពុងរៀនទី1គឺដាក់គោលដៅច្បាស់លាស់ការដាក់គោលដៅច្បាស់លាស់ជួយឲ្យអ្នកមានទិសដៅក្នុងការរៀនអាចជាការបំបែកមុខវិជ្ជាសិក្សាចំពោះមេរៀនទៅតាមម៉ោងពេលវេលាដែលបានកំណត់គោលដៅអាចជាការសម្រេចបានលើមេរៀនណាមួយឬសម្រេចលទ្ធផលល្អក្នុងការប្រឡងឬអាចជាគោលបំណងក្លាយជាសិស្សពូកែប្រចាំថ្នាក់ការកំណត់គោលដៅសិក្សាបានច្បាស់លាស់ជួយបង្កើតទឹកចិត្តនិងរៀនដោយគ្មានសម្ពាធទី2ស្ដាប់តន្ត្រីការស្ដាប់តន្ត្រីស្ងាត់ៗឬតន្ត្រីបែប Lo-fi នៅពេលរៀនអាចជួយបន្ថយសម្ពាធបង្កើនការប្រមូលអារម្មណ៍និងផ្ចង់អារម្មណ៍បានល្អក្នុងការរៀនទី3រកកន្លែងដែលមានបរិយាកាសល្អសម្រាប់រៀនបរិយាកាសល្អជួយឲ្យមានការផ្ដោតអារម្មណ៍បានល្អជ្រើសរើសកន្លែងស្ងប់ស្ងាត់ស្អាតមានពន្លឺល្អមានផាសុកភាពនិងគ្មានការរំខានព្រោះវាអាចជួយឲ្យការរៀនមានប្រសិទ្ធភាពខ្ពស់ទី4ឲ្យរង្វាន់ខ្លួនឯងបន្ទាប់ពីការរៀនសម្រេចគោលដៅតូចៗអ្នកអាចផ្ដល់រង្វាន់ដល់ខ្លួនឯងដូចជាការញ៉ាំអ្វីដែលអ្នកចូលចិត្តសម្រាប់លេងបន្តិចនិងធ្វើរឿងដែលអ្នកចូលខ្លួនចូលចិត្តការធ្វើបែបនេះវាជួយបង្កើនប្រសិទ្ធភាពនិងលើកទឹកចិត្តខ្លួនឯងឲ្យបន្តសកម្មភាពទី5ចំណាយពេលសម្រាប់ខ្លះការរៀនជិបជាបន្តរយៈពេលយូរអាចនាំមកមានការ stress ខួរក្បាលដូច្នេះការសម្រាកបន្តិចបន្តួចពីរៀនហើយអាចជួយបង្កើនថាមពលខួរក្បាលបានល្អឡើងវិញអ្នកអាចប្រើប្រាស់ technique ដូចជា Pomodoro technique ដែលវាជា technique ដ៏ល្អមួយក្នុងការគ្រប់គ្រងពេលវេលាដោយរៀនក្នុងរយៈពេល25នាទីបន្ទាប់មកសម្រាក5នាទីធ្វើបែបនេះចំនួន4ដងដែលមានរយៈពេល2ម៉ោងបន្ទាប់ពីធ្វើបែបនេះចំនួន4ដងអ្នកអាចធ្វើការសម្រាកយូរជាងមុនបន្តិចរយៈពេល15ទៅ30នាទីដែលនេះអាចជួយអ្នកបង្កើនប្រសិទ្ធភាពសិក្សានិងកាត់បន្ថយ stress